កាលពីថ្ងៃទី17ខែឧសភាឆ្នាំ2022គេហទំព័រ Apple Daily បានរាយការណ៍ថាថ្មីនេះ Alice Nasses ដែលជាតារាសម្ដែង AV ដ៏ល្បីដែលបានធ្វើការជាមួយនឹងភ្នាក់ងារ MKP នឹងទទួលបន្ទុកគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មឲ្យក្រុមហ៊ុនកូនជ្រូកជប៉ុនបានចេញមកបកស្រាយរៀបរាប់អំពីព័ត៌មាននៃការងារដែលនាងបានធ្វើសម្រាប់ក្រុមហ៊ុនមួយនេះនៅក្នុងនោះនាង Alice Nasses បានធ្វើការរៀបរាប់ពីការងាររបស់នាងថានាងអាចយកសម្លៀកបំពាក់ផ្ទាល់ខ្លួនការបដូរពណ៌សក់តាមចិត្តដែលចង់បានជាពិសេសមិនសូវមានការរឹតបន្តឹងទៅលើពេលវេលានិងទីតាំងថតនោះទេនៅក្នុងការប្រឡូកចូលនៅក្នុងវិស័យភាពយន្តកូនជ្រូកនេះនាងចាប់ផ្ដើមតាំងពីអាយុ16ឆ្នាំរាល់ការសម្ដែងរបស់នាងធ្វើការពេញមួយអាទិត្យតែម្ដងដែលត្រូវសម្ដែងជាមួយនឹងតួប្រុសច្រើនជាង50នាក់ក្នុងមួយអាទិត្យមិនតែប៉ុណ្ណោះនាងតែងតែធ្វើការបង្រៀនដល់តួប្រុសដែលមិនសូវមានបទពិសោធន៍ថែមទៀតផងដើម្បីសម្រួលការងារក្នុងការសម្ដែងនៅក្នុងនោះផងដែរនាងបានធ្វើការបន្ថែមថារាល់ការថតវីដេអូក្នុងស្ទាយនីមួយៗនាងអាចធ្វើការទ្រាំទ្របានទាំងអស់ប៉ុន្តែនៅក្នុងការថតមួយនាងមិនអាចធ្វើការទ្រាំទ្របានឡើយនៅក្នុងឆាកវាយដែលនាងបដិសេធមិនធ្វើការថតនោះឡើយហើយវីដេអូបន្ទាប់យើងខ្ញុំនឹងលើកយកអត្ថបទមួយដែលមានចំណងជើងថាបរិភោគអាហាររួចកុំទម្លាប់ធ្វើរឿង5យ៉ាងនេះឲ្យសោះប្រយ័ត្នខូចសុខភាពដោយមិនដឹងខ្លួនសូមអរគុណ